សិនជាកូនម៉ាក់អត់ចូលចិត្តញ៉ាំឆាម៉ាក់អាចសាកវិធីនេះបានអានេះខ្ញុំធ្វើឲ្យកូនរបស់នាងខ្ញុំហ្នឹងគឺគាត់ចូលចិត្តញ៉ាំតែបែបនេះឯងខ្ញុំប្រើផ្លូវមាន់ក្នុងការឆាឲ្យគាត់ហើយបន្លែយើងហាន់ស្ដាងៗទូចៗខ្ញុំអត់ប្រើខ្ទឹមបំពងទេនាងខ្ញុំប្រើជាស្លឹកខ្ទឹមឬក៏ដើមខ្ទឹមបំពងហើយបើសិនជាម៉ាក់ប្រើផ្សិតដូចជានាងខ្ញុំហ្នឹងយើងដាក់ផ្សិតមុនដើម្បីឲ្យវាបាត់ជាតិកពុលចាំដាក់សាច់ចូលនិងបន្លែផ្សេងៗចូលតាមក្រៅនោះដែរនាងខ្ញុំដាក់ម្សៅឆាខ្ញុំដាក់1ស្លាបព្រាកាហ្វេលាយជាមួយទឹកទៅម៉ាក់ចាក់ឆាជាមួយនឹងសាច់មាន់ឲ្យសព្វបន្តិចចាំយើងដាក់ទឹកថែមម្លិចហើយដាក់អំបិលតែមួយចុងដៃបន្តិចគឺបានហើយយើងដាក់តតែវាឆ្អិនល្អហើយម៉ាក់ឆាវាតតែរីងទឹកទៅនិយាយទៅធ្វើបែបនេះគឺរសជាតិឆ្ងាញ់យើងអត់ដាក់ស្ករអត់ដាក់គ្រឿងដូចយើងឆាធម្មតាក៏ឆ្ងាញ់ដែរជាធម្មតាបើសិនជាយើងឆាបំពងខ្ទឹមយើងត្រូវការគ្រឿងឲ្យម៉ាក់បើសិនជាអត់ដាក់គ្រឿងអត់សូវឆ្ងាញ់ទេប៉ុន្តែបើឆារបៀបនេះម៉ាក់គ្រាន់តែរំងាស់វាយូរបន្តិចទៅរសជាតិវាគឺឆ្ងាញ់តែម្ដង